ដែលបង្កឡើងដោយការបន្តពូជមិនមែនអាយុ18ឆ្នាំមិនមែនអាយុ25ឆ្នាំមិនមែនអ្នកនឹងគឺរៀបការមានកូនហើយនោះទេគឺឥឡូវនេះយើងជួបតាំងពីអាយុ13ឆ្នាំទៅបងប្អូនគិតមើលអាយុ13ឆ្នាំប៉ុណ្ណាហេតុអីបានមានជំងឺទាំងអស់ហ្នឹងជាការចង់ចូលរួមជាមួយនឹងបងប្អូនទាំងអស់គ្នាចង់ឲ្យបងប្អូនយល់ដឹងថាតើក្រុមហ៊ុន VY Plus ក្រៅពីចក្ខុវិស័យបងប្អូនបានឃើញចក្ខុវិស័យល្អតាក់ទងជាមួយនឹងគុណភាពផលិតផលតាក់ទងជាមួយនឹងក្រុមការងារក៏ដូចជាដំណើរកំសាន្តផ្សេងៗបងប្អូនក៏ចង់ដឹងដែរត្រូវអត់តាក់ទងជាមួយនឹងផលិតផលនៅក្នុងក្រុមហ៊ុនតើក្រុមហ៊ុនមានផលិតផលអីខ្លះហើយយើងផ្ដោតទៅលើអីតើតាក់ទងជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនយើងចេះតែចេញឬមួយក៏យ៉ាងណាដោយលោកគ្រូសាស្ត្រាចារ្យគាត់បានបញ្ជាក់មិញអញ្ចឹងថាគាត់ធ្លាប់ឃើញតាក់ទងជាមួយនឹងការលក់ច្រើននៅលើតាមបណ្ដាញសង្គមអនឡាញអ្នកខ្លះក៏ទិញតែម្ដងហើយក៏ឈប់ទិញទៅនេះតាក់ទងជាមួយនឹងទំនុកចិត្តផលិតផលផ្ទាល់តែម្ដងអញ្ចឹងមកដល់រាល់ថ្ងៃនេះតាក់ទងជាមួយនឹងផលិតផលនៅលើទីផ្សារយើងមានច្រើនមុខមែនតើហើយមួយមុខសិតតែជាតម្រូវការរបស់អតិថិជនផ្ទាល់តែម្ដងអញ្ចឹងតាក់ទងជាមួយនឹងក្រុមហ៊ុនរបស់យើងក្រៅពីសុខភាពយើងបានផ្ដោតទៅលើផ្នែកច្រើនមែនទែនតាក់ទងជាមួយនឹងការអភិវឌ្ឍទៅលើគុណភាពផលិតផលក៏ដូចជាគុណភាពរបស់អ្នកលក់ផ្ទាល់តែម្ដងមុននឹងទៅដល់តាក់ទងជាមួយនឹងផ្នែកផលិតផលខ្ញុំចង់ឲ្យបងប្អូនយល់ដឹងខ្លះតាក់ទងជាមួយនឹងបញ្ហាសុខភាពតាក់ទងមួយជំងឺគឺវាមានការឡើងដោយសាររាងកាយបានថាតាក់ទងជាមួយនឹងបញ្ហាកាពះបញ្ហាពោះវៀនបញ្ហាសុខភាពផ្សេងទាំងអស់ហ្នឹងវាកើតឡើងដោយសារតកតាច្រើនតាក់ទងជាមួយនឹងកើតឡើងដោយសាររាងកាយឧទាហរណ៍ថាបងប្អូនគេងអត់គ្រប់ធ្វើឲ្យបងប្អូន stress កើតជំងឺកាពះមានបងប្អូនណាខ្លះទៀតតាក់ទងជាមួយចូលចិត្តញ៉ាំតាក់ទងជាមួយនឹងអាហារកំប៉ុង fast food មានទេមានចូលចិត្ត burger ឬមួយក៏ french fry មានទេfast food មួយទៀតដែលពេញនិយមនៅក្នុងស្រុកខ្មែរតែម្ដងគឺមីកំប៉ុងបញ្ញាប់អីត្រូវការបន្តភ្លាមគឺត្រូវមីកំប៉ុងហ្នឹងឯងអញ្ចឹងពេលដែលយើងទទួលទានវាយូរទៅវាធ្វើឲ្យយើងមានបញ្ហាតាក់ទងមួយសុខភាពអញ្ចឹងការយល់ដឹងតាក់ទងជាមួយនឹងសុខភាពនេះគឺសំខាន់មែនតើជំងឺមួយទៀតគឺជំងឺដោយសារតែការចម្លងបងប្អូនស្គាល់ជំងឺអេដអត់អេដឆ្លងដោយសារអីសុំម្ដងទៀតឈាមឆ្លងដោយសារអីទៀតឆ្លងដោយសារការរួមភេទតាក់ទងជាមួយជំងឺដោយសារការចម្លងនេះខ្ញុំលើកទឹកចិត្តកុំមានការអៀនខ្មាស់រកក្រុមការងារទាំងអស់បើសិនជាមានការសង្ស័យមានបញ្ហាឬមួយក៏មានចម្ងល់ពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពគាត់ឲ្យទៅពិគ្រោះជាមួយនឹងអ្នកជំនាញក៏ដូចជាគ្រូពេទ្យផ្ទាល់តែម្ដងគ្រូពេទ្យយើងស្គាល់ច្រើនមែនតើតាក់ទងជាមួយស្ថាប័នខ្លះគឺគាត់រក្សាតាក់ទងជាមួយនឹងរឿងសម្ងាត់ជូនយើងតែម្ដងអញ្ចឹងបើសិនជាមានបងប្អូនឬមួយក៏អតិថិជនគាត់នៅតែអត់ព្រមបើកចិត្តយល់ដឹងតាក់ទងជាមួយនឹងបញ្ហាសុខភាពទៀតវាធ្វើឲ្យគាត់កាន់តែមានបញ្ហាកាន់តែធំហើយជំងឺណាខ្ញុំអត់ដឹងទេតាក់ទងជាមួយនឹងជំងឺដែលបង្កឡើងដោយសារតែការបន្តពូជឬមួយក៏ជំងឺចម្លងតាមរយៈឈាមនេះគឺវាឆ្លងពីម្នាក់ទៅម្នាក់វាអត់ដែលនៅស្ងៀមទេជាទូទៅពីមុនតាក់ទងជាមួយនឹងអត្រាកំណើនដែលគាត់មានតាក់ទងជាមួយនឹងជំងឺដែលចម្លងដោយសាររាងកាយបង្កឡើងដោយសាររាងកាយគឺវាមានអាយុចាប់ពី50ឡើងទៅបានមានឧទាហរណ៍ដូចជំងឺលើសជាតិខ្លាំងដូចជំងឺលើសជាតិស្ករជំងឺទឹកនោមផ្អែមឬមួយក៏ជំងឺខូចកលៀនទៅអត់ទាំងអស់នេះហើយគឺកើតឡើងដោយសារអីការអត់បានយល់ដឹងតាក់ទងជាមួយនឹងសុខភាពអូខេមួយទៀតតាក់ទងជាមួយនឹងជំងឺដែលបង្កឡើងដោយការបន្តពូជបងប្អូនដឹងអត់មករយៈពេលក្រោយនេះគឺបញ្ហាដែលបង្កឡើងដោយការបន្តពូជមិនមែនអាយុ18ឆ្នាំមិនមែនអាយុ25ឆ្នាំមិនមែនអ្នកនឹងគឺរៀបការមានកូនហើយនោះទេគឺឥឡូវនេះយើងជួបតាំងពីអាយុ13ឆ្នាំទៅបងប្អូនគិតមើលអាយុ13ឆ្នាំប៉ុណ្ណាហេតុអីបានមានជំងឺទាំងអស់ហ្នឹងដោយសារអីដោយសារតែយើងអត់បានយល់ដឹងតាក់ទងជាមួយនឹងការថែទាំតាក់ទងជាមួយនឹងជំងឺកាមរោគដែលចម្លងដោយសារដៃគូជំងឺកាមរោគដោយសារតែចម្លងតាមរយៈការប្រើប្រាស់បន្ទប់ទឹករួមការប្រើប្រាស់តាក់ទងជាមួយនឹងសម្ភារៈដែលយើងអត់ស្គាល់ការប្រើប្រាស់ខោអាវចូលគ្នាឬមួយក៏តាក់ទងជាមួយនឹងការរួមភេទផ្សេងពេលដែលគ្រួសារគាត់កើតគឺចម្លងតាមបន្ទប់ទឹកទៅកាន់គ្រួសារកូនគាត់កូនតូចនៅពេលដែលគាត់កើតនៅក្នុងខ្លួនគាត់មានកូនគាត់មាន baby ដែលនៅក្នុងពោះដែលត្រូវសម្រាលតាមបែបធម្មជាតិឬមួយក៏វះកាត់គឺកូនឆ្លងអូតូម៉ាទិកតែម្ដងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអត្រាកំណើនសុខភាពរបស់កុមារីឬមួយក៏ក្មេងៗដែលកើតតាក់ទងជាមួយនឹងជំងឺកាមរោគគឺច្រើនមែនទែនមួយទៀតតាក់ទងជាមួយនឹងការយល់ដឹងតាក់ទងជាមួយនឹងការយល់ដឹងមកដល់សម័យ2026ខ្ញុំចង់ឲ្យបងប្អូនបើកចិត្តនៅក្នុងការទទួលយកអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនត្រឡប់មកយល់ដឹងតាក់ទងជាមួយនឹងសុខភាព
ត្រឡប់មកយល់ដឹងតាក់ទងជាមួយនឹងការថែទាំតើយើងនៅក្នុងកម្រិតតាក់ទងជាមួយនឹងការថែទាំកម្រិតណានេះហើយជាដើមហេតុដែលធ្វើឲ្យក្រុមហ៊ុន VY Plus ចាប់យកនៅចក្ខុវិស័យមួយចាប់យកនៅផលិតផលសុខភាពផលិតផលនៅលើទីផ្សារយើងមានច្រើនមែនតើប៉ុន្តែយើងអត់ចាប់យកទេមូលហេតុអីពួកអីនៅស្រុកខ្មែរនេះប្រជាជនដែលគាត់កំពុងតែបើកចិត្តទទួលយកតាក់ទងជាមួយនឹងសុខភាពគឺនៅតិចមែនតើចឹងខ្ញុំចង់ឲ្យបងប្អូននៅទីនេះផ្ដើមចេញពីបងប្អូននៅទីនេះដូចគ្នាបើកចិត្តទទួលយកតាក់ទងជាមួយនឹងសុខភាពនេះហើយគឺជាដើមហេតុដែលក្រុមហ៊ុន VY Plus ចាប់យកតាក់ទងជាមួយនឹងផលិតផលដែលយើងកំពុងតែមាននេះគឺយើងផ្ដោតទៅលើ2ទី1ផលិតផលដែលសិក្សាជាមួយនឹងខាងប្រទេសក្រៅពីមុនយើងសិក្សាជាមួយនឹងប្រទេសបងប្អូនយើងផ្ទះលេខ2ឥឡូវនេះយើងបានបដូរតាក់ទងមួយរោងចក្រទៅប្រទេសចិនវិញម្ដងតាក់ទងជាមួយនឹងផលិតផល VHO ផ្ដោតទៅលើសាឡាក់សរសៃVHO ផ្ដោតទៅលើតាក់ទងជាមួយនឹងលើសជាតិស្ករទឹកនោមផ្អែមនិងផលិតផលដែលធំនិងមានទីផ្សារបំផុតនៅក្នុងក្រុមហ៊ុនរបស់យើងគឺផលិតផល Fimi នេះផ្ទាល់តែម្ដងដែលផ្ដោតទៅលើរោគស្ត្រីមួយទៀតតាក់ទងជាមួយនឹងផលិតផលក្នុងស្រុកបងប្អូនណាចង់តេស្តតាក់ទងមួយម្សៅចេកខេមរាអាចទៅយកម្សៅចេកខេមរានៅខាងក្រៅបានណាម្នាក់មកកញ្ចប់ឆុងមួយទឹកទៅជួយជំនួយកាពះពោះវៀនបានហើយផលិតផលដែលយើងគ្រោងនឹងចេញមកនៅក្នុងខែ4នេះគឺផលិតផលពោះវៀនចំតែម្ដងគឺតាក់ទងជាមួយនឹងផលិតផល Via នេះផ្សំចេញពីមរុំណាផលិតផលនៅខាងដើមផ្សំចេញពីចេកផលិតផលបន្ទាប់ផ្សំចេញពីមរុំហើយផលិតផលដែលយើងនឹងចេញគ្រោងនៅលើទីផ្សារមួយទៀតនោះគឺតាក់ទងជាមួយនឹងប្រភេទទឹកអនាម័យក៏ដូចជា gel លាបទៅលើសាច់ដុំតតែម្ដងអូខេទាំងអស់នេះគឺជាអ្វីដែលយើងមាននៅលើទីផ្សារហើយមាននៅក្នុងក្រុមហ៊ុនប៉ុន្តែអ្វីដែលមានលើសពីផលិតផលនោះនៅពេលដែលបងប្អូនចង់ប្រើប្រាស់ឬមួយក៏បងប្អូនចង់យល់ដឹងតាក់ទងជាមួយនឹងសុខភាពក្រុមហ៊ុនយើងលើសពីផលិតផលនោះគឺតាក់ទងជាមួយនឹងចំណេះដឹងតាក់ទងជាមួយនឹងការថែទាំសុខភាពចំណេះដឹងតាក់ទងជាមួយនឹងផលិតផលចំណេះដឹងតាក់ទងជាមួយនឹងការធ្វើទីផ្សារទៅលើទីផ្សារអនឡាញផ្ទាល់តែម្ដងអញ្ចឹងថ្ងៃនេះនាងខ្ញុំស្រីរតអរគុណមែនទែនសម្រាប់លោកគ្រូសាស្ត្រាចារ្យសាកលវិទ្យាល័យធនធានមនុស្សដែលបានផ្ដល់ឱកាសឲ្យក្រុមហ៊ុន VY Plus ក៏ដូចជារូបនាងខ្ញុំផ្ទាល់តែម្ដងបានមានឱកាសឡើងមកលើវេទិកាមួយនេះថ្ងៃនេះនាងខ្ញុំស្រីរតសូមអរគុណគ្រប់លា